កម្ពុជានិងចិនពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមរយៈវេទិកាជំនួបពាណិជ្ជកម្មនៅខេត្តខ្វាងតុងប្រទេសចិនសហភាពពាណិជ្ជកម្មកម្ពុជាបានបន្តបេសកកម្មយ៉ាងសកម្មក្នុងការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិនិងទំនាក់ទំនងវិនិយោគដោយចូលរួមក្នុងកម្មវិធីជំនួបពាណិជ្ជកម្ម B2B ជាមួយសហគមន៍អាជីវកម្មខេត្តខ្វាងតុងដែលជាខេត្តពាណិជ្ជកម្មក្រៅប្រទេសដ៏ធំបំផុតរបស់ចិនជំនួបពាណិជ្ជកម្មនេះប្រព្រឹត្តទៅក្រោមវត្តមានអុកញ៉ាអឹងវ៉ាន់ម៉ៅអនុប្រធានសហភាពពាណិជ្ជកម្មកម្ពុជានិងជាប្រធានសហភាពពាណិជ្ជកម្មខេត្តបន្ទាយមានជ័យតំណាងនៃអុកញ៉ាគិតមេងនិងមានការចូលរួមពីលោកចាងជីវិញប្រធានសភាពាណិជ្ជកម្មខេត្តកោះកុងនិងឯកឧត្តមបណ្ឌិតអោមសេងបូរ៉ាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញនិងជាស្ថាបនិក CEO Master Club លោកវូសាវ័យប្រធានសហភាពពាណិជ្ជកម្មអ្នកនាំចូលនិងអ្នកនាំចេញខេត្តខ្វាងតុងបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូសហភាពពាណិជ្ជកម្មកម្ពុជានិងបានគូបញ្ជាក់អំពីភាពជាមិត្តជិតស្និទ្ធនិងដៃគូដែលអាចទុកចិត្តបានរវាងប្រទេសទាំងពីរលោកបានបញ្ជាក់ថាកម្ពុជាកំពុងក្លាយទៅជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់សហគ្រាសខេត្តខ្វាងតុងដែលចង់ពង្រីកខ្លួនទៅអាស៊ីអាគ្នេយ៍ខណៈខេត្តខ្វាងតុងបានផ្ដល់នូវប្រព័ន្ធឧស្សាហកម្មពេញលេញប្រតិភាពដែលមានគុណភាពនិងសេវាកម្មពាណិជ្ជកម្មលោកវូសាវ័យបានបន្ថែមថាព្រឹត្តិការណ៍នេះផ្ដោតទៅលើការផ្គូផ្គងការផ្គត់ផ្គង់និងតម្រូវការយ៉ាងច្បាស់លាស់ដែលមានគោលដៅភ្ជាប់សមត្ថភាពផលិតនិងជំនាញរបស់ខេត្តខ្វាងតុងជាមួយតម្រូវការទីផ្សារនិងសក្តានុពលឧស្សាហកម្មរបស់កម្ពុជាដើម្បីបង្កើតលទ្ធផលឈ្នះឈ្នះសម្រាប់ភាគីទាំងពីរហើយជាមួយគ្នានេះសភាពាណិជ្ជកម្មនិងអ្នកនាំចេញខេត្តខ្វាងតុងបានបដិញ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពពាណិជ្ជកម្មកម្ពុជាតាមរយៈការបង្កើតយន្តការសហប្រតិបត្តិការជាប្រចាំនិងផ្ដល់ការគាំទ្រពេញលេញដើម្បីជំរុញការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគីនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងឱកាសនោះដែរលោកអឹងវ៉ាន់ម៉ៅបានមានប្រសាសន៍ថាសហភាពពាណិជ្ជកម្មកម្ពុជាក្រោមការដឹកនាំរបស់អ្នកអង្គការគិតមេងជាប្រធានគឺជាស្ថាប័នតែមួយគត់តំណាងឲ្យវិស័យឯកជននៅកម្ពុជាដែលបានធ្វើការយ៉ាងសកម្មជាមួយដៃគូអន្តរជាតិនានាដើម្បីពង្រឹងកិច្ចសហការធុរកិច្ចពាណិជ្ជកម្មនិងការគៀងគរវិនិយោគលោកបានបន្ថែមថាសហភាពពាណិជ្ជកម្មកម្ពុជាតែងតែចូលរួមនៅក្នុងកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនិងរៀបចំជំនួបអាជីវកម្មដើម្បីភ្ជាប់ដៃគូវិនិយោគទៅកាន់ប្រទេសនានាជាពិសេសប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំក្រោមក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាស៊ាននិងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវលោកអឹងវ៉ាន់ម៉ៅបានសង្កត់ធ្ងន់ថាការជួបប្រជុំនាពេលនេះគឺជាវេទិកាដ៏សំខាន់សម្រាប់ភ្ជាប់សហគ្រាសពីភាគីទាំងពីរដើម្បីពង្រីកទីផ្សារនាំចូលនិងនាំចេញផលិតផលគុណភាពខ្ពស់ព្រមទាំងបង្កើតឱកាសវិនិយោគនិងភាពជាដៃគូថ្មីៗក្នុងវិស័យសំខាន់ៗដូចជាកសិកម្មកសិឧស្សាហកម្មនិងឧស្សាហកម្មទំនើបនៅក្នុងជំនួបពាណិជ្ជកម្មនាឱកាសនេះមានគោលបំណងសំខាន់ក្នុងការបំពេញឲ្យគ្នាទៅវិញទៅមកនៃសក្តានុពលពាណិជ្ជកម្មរវាងខេត្តខ្វាងតុងដែលមានខ្សែចង្វាក់ផ្គត់ផ្គង់រឹងមាំក្នុងវិស័យព័ត៌មានវិទ្យាអេឡិចត្រូនិកគ្រឿងចក្រសម្ភារៈសំណង់និងទំនិញប្រើប្រាស់និងប្រទេសកម្ពុជាដែលកំពុងពន្លឿនការអភិវឌ្ឍឧស្សាហកម្មដែលមានតម្រូវការខ្ពស់លើបច្ចេកវិទ្យាទំនើបដើម្បីគាំទ្រវិស័យកសិកម្មវេទនភ័ណ្ឌនិងផលិតកម្ម